នៅពេលបច្ចុប្បន្ននេះ developer លែងពិបាកក្នុងការសរសេរកូដទៀតហើយដោយសារតែ Google បានបង្កើត application មួយដែលឈ្មោះថា Anti-Gravity ដែលវាអាចធ្វើការបង្កើតកូដប្រជិកមួយទាំងមូលតែម្ដងដែលគ្រាន់តែមាន instruction មួយចំនួនតែប៉ុណ្ណោះជាឧទាហរណ៍ខ្ញុំនឹងបង្កើត API ប្រជិកមួយជាមួយនឹង Next.js ដែលគ្រាន់តែមានតែ folder ទទេមួយហើយនឹង implementation task plan តែប៉ុណ្ណោះដោយក្នុងនេះគឺមាន instruction list task មួយចំនួនដែលបានប្រាប់ទៅ Anti-Gravity ដើម្បីឲ្យ generate task ទៅតាមនេះឧទាហរណ៍ដូចជា controller service និង module ហើយនឹងមានខ្លះនៅខាងក្រោមផ្សេងៗទៀតដែលនៅក្នុងនោះគឺមានដូចជា app module file មួយចំនួនដូចជា interceptor pipe config module សម្រាប់ task controller test សម្រាប់ controller និង service បន្ទាប់មកទៀតគឺមាន Prisma សម្រាប់ connect ជាមួយនឹង PostgreSQL ហើយនឹងមាន task មួយចំនួនទៀតនៅខាងក្រោមដែល Anti-Gravity នឹងត្រូវធ្វើវាតាមលំដាប់ហើយបន្ទាប់មកគឺយើងគ្រាន់តែសរសេរ prompt ដើម្បីប្រាប់ទៅ Anti-Gravity ឲ្យ follow ទៅតាម instruction នៅក្នុង implementation ដើម្បីបង្កើត REST API បច្ចេកហើយនៅពេលនោះ Anti-Gravity នឹងចាប់ផ្ដើម analyze instruction នៅក្នុង implementation ដើម្បី generate file នៅក្នុង project follow the instruction in the implementation of the to read witness action ចឹងនៅពេលដែលយើងចុច send ទៅវានឹងចាប់ផ្ដើម analyze ហើយចាប់ផ្ដើម generate ចេញមកនៅពេលហ្នឹងក៏យើងមិនបាច់ឲ្យវាសួររហូតក៏បានដែរយើងឲ្យវា run តែម្ដង
ឃើញថាឥឡូវនេះវាបង្កើតហើយកើត Nest.js REST API បច្ចេកមួយដែលមាន module មួយហើយនិយាយថាលឿនគួរសមរយៈពេលកន្លះម៉ោងបង្កើតបច្ចេកមួយដែលមាន configuration ជាមួយ Prisma មានអីហើយថាទៅមាន module ពេញមួយបូកជាមួយនឹង test unit test ហើយនឹង E2A test ទៀតឥឡូវយើងសាកល្បងមើលថាតើបច្ចេកនឹង run យ៉ាងម៉េចដែរវាមាន14តេស្តមាន document swagger កាថា parameter no parameter មកនេះមាន title description ក្នុងឋាននេះវាបង្កើតមកយ៉ាងមានហើយនៅក្នុងថាសគឺមានបង្កើតថាស get ថាស get ថាស by id ហើយនឹង update ថាសនិង delete ថាស basic root នឹងមាន DTO ចឹងយើងទៅមើលខាងក្នុងតើមាន logic អីខ្លះនៅក្នុង project ហ្នឹងក្នុង API ដែលបង្កើតមក controller ជានៅក្នុងថាធម្មតា Swagger API ទៅមកចូលនៅក្នុង create service នេះខ្លះនេះបើជានៅក្នុង Prisma នេះវាអត់ generate មានហើយអូខេឥឡូវឃើញថាវាបង្កើតបច្ចេកមួយហើយនឹង API ជាលក្ខណៈ basic root ក្នុងនោះគឺមានគំនិតបើសិនជាយើងបន្ថែម logic មួយចំនួនវាប្រហែលជាអាច update ទៅតាមនឹងយកក្នុង implementation មានតាមតិចនៅក្នុងនេះទីមានបញ្ហាជាមួយនឹង Prisma ខ្លះបន្តិចចាំមើលសាកឲ្យ
integrity fix មកតែវា fix គេថាអ្វីវា generate មកជាទូទៅគឺចូលតាមដូចជា Google Gemini ដែលវាបញ្ហាជាមួយនឹង Prisma Client ចឹងបើសិនជាយើងជា developer ត្រូវ fix កន្លែងហ្នឹង ពេលនេះគឺវានឹង error កន្លែងនេះគឺវា generate បានច្រើនត្រូវទាំងអស់ហើយតែខុសត្រង់ Prisma Client មួយតា interface វាតើតើយើង fix Prisma Client ហ្នឹងហើយបានអាច run គ្នាជាមួយនឹង Progress បានចឹងក្នុងនេះខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនជាអ្នកគ្នាជួយចុច click ជួយ like និង subscribe ផងហើយបើសិនជាអ្នកគ្នាមានសំណួរអ្នកគ្នាអាចធ្វើការ comment ខាងក្រោមបានអរគុណ